ស្ដីអ្នកទាំងអស់គ្នាមកជួយជាមួយ admin ម្ដងទៀតហើយដោយសារតែមានការสนับสนุนសម្រាប់ខ្មោចចឹងណាបានជា admin ធ្វើរឿងនេះមួយដែលហ្នឹងមានចំណងជើងថាសាលារៀនខ្មោចហ្នឹងហើយអ្នកគ្នាសារទៅនៃពីការរៀនសូត្រហងបានជាខ្ញុំធ្វើរឿងហ្នឹងឥឡូវយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាយើងសាច់រឿងដំបូងហ្នឹងគឺមានគ្រួសារមួយបានចាក់ចេញពីផ្ទះរបស់គាត់ដើម្បីទៅរស់នៅកន្លែងផ្សេងពីហ្នឹងចឹងណាដោយសារតែគាត់ជាពាក់លុយគេបានជាគេរាប់អស់ផ្ទះហ្នឹងហើយគាត់ក៏ទៅនៅផ្ទះចាស់របស់ពួកគាត់វិញការធ្វើដំណើររយៈពេលជាយូរហ្នឹងពួកគេក៏ទៅដល់ផ្ទះរបស់ពួកគេហើយក៏កាត់មកដល់ពេលល្ងាចអីចឹងណាគឺគ្រួសារពួកគេកំពុងតែបរិភោគអាហារពេលល្ងាចដោយការបរិភោគអាហារមកពេលហ្នឹងគឺគ្មាននរណាមកអីមែនវារៀនស្ងាត់ខ្លាំងពេកទោះស្អីបើយើងក៏សួរទៅខាងកំពុងនេះថាស្អីបើយើងឈ្មោះថារីណាអ្នកគ្នាពេលនេះតែយើងទៅនៅផ្ទះរបស់យើងវិញប៉ារបស់នាងរៀបលាក់ទឹកមកបន្តិចរួចក៏ឆ្លើយតបទៅកាន់កូនគាត់ថាវាមិនយូរទេកូនតែប៉ារួចរាល់ធរៈរបស់ប៉ាយើងទៅនៅផ្ទះចាស់របស់យើងវិញម្ដាយរបស់នាងរៀនស្ងាត់ចិត្តបន្តិចព្រោះគាត់អាណិតកូនគាត់ខ្លាំងណាស់ហើយនាងសូវទម្លាប់ក្នុងការរៀននៅសាលាថ្មីពួកគេជុំនិយាយគ្នារួចក៏បន្តញ៉ាំអាហារមកពេលនោះអាហារមកពេលហ្នឹងគឺបានបញ្ចប់ដោយសារកកបន្ទាប់ពីញ៉ាំអាហាររួចរាល់ហើយណានាងក៏បានទៅកន្លែងគេងរបស់នាងរួចនាងក៏គេងលងលក់ទៅហើយក៏កាន់មកដល់ពេលផឹកចឹងណារីណានាងបានរៀបចំខ្លួនរួចរាល់ដើម្បីទៅរៀននៅសាលាថ្មីនោះរួចនាងក៏ថ្លែងប៉ាម៉ាក់របស់នាងដែលពួកគាត់កំពុងតែញ៉ាំអាហារតែទោះទាំងថាប៉ាម៉ាក់របស់នាងមិនបានជួលនាងមកសាលាទេរួចនាងក៏ទៅសាលាតែឯងមិនយូរប៉ុន្មាននាងក៏ដល់សាលានោះមែនសាលានោះមើលទៅធំហើយស្អាតទៀតប៉ុន្តែវារៀនស្ងាត់នៅបន្តិចដោយមិនគិតអីច្រើននាងក៏បានដើរចូលសាលានោះពេលដែលនាងមកដល់សាលានោះនាងក៏បានដើររកសិស្សគ្រប់បន្ទប់ទាំងអស់តែនាងរកចង់នឹងពី3ម៉ោងហើយប៉ុន្តែគឺគ្មានមនុស្សអីមួយហើយនាងគិតថាប្រកាសជាគេចូលរៀនម៉ោងក្រោយអញ្ចឹងណានាងមិនគិតអីច្រើននាងក៏បានដើរទៅមើលថ្នាក់មួយហើយថ្នាក់មួយហ្នឹងគឺដូចតែថ្នាក់ដែលនាងកាលរៀននៅផ្ទះថ្មីរបស់នាងអញ្ចឹងរួចនាងក៏ចូលទៅមើលថ្នាក់នោះតែនាងកំពុងមើលសុកណាស្រាប់តែមានសម្លេងមួយបានបន្លឺឡើងនាងរៀនមានសង្ឃឹមបន្តិចរួចនាងក៏ងាកទៅពេលដែលនាងងា